នេះគឺជាការជួសជុលឡើងវិញពីស្ពានឆ្លងចូលមកប្រាសាទអង្គរខាងលិចពីខាងលិចគឺស្ពានហ្នឹងមានប្រវែងសរុប197 ម៉ែត្រហើយកសាងនៅក្នុងឆ្នាំ1953ហើយបញ្ចប់មកវិញនៅឆ្នាំ1966អញ្ចឹងស្ពាននេះគឺធ្វើអំពីថ្មភក់និងថ្មបាយក្រៀមលាយបញ្ចូលគ្នាស្ពានឆ្លងចូលប្រាសាទអង្គរនេះហើយយើងមើលទៅឃើញមានភ្ញៀវទេសចរមកលេងច្រើនណាពេលបិទអីកំឡុងម៉ោងពេលនេះគឺម៉ោង11អញ្ចឹងនៅតែមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកចូលរួមទស្សនាច្រើនកកកណាក្នុងនេះគឺថ្ងៃអាទិត្យ